គំនិតគឺសាមញ្ញឡានមួយគ្រឿងបំពង់40បាញ់ហើយរត់មិនស្មុគស្មាញមិនត្រូវការកុំព្យូទ័រហើយនេះគឺជាមូលហេតុទី1ដែលវានៅតែត្រូវបានប្រើប្រាស់មូលហេតុធំបំផុតដែល BM មកលេមួយមិនស្លាប់គឺដូចគ្នានឹងមូលហេតុដែលកំភ្លើង AK47 នៅតែមានជីវិតវាមានភាពសាមញ្ញនិងធន់បំផុតនៅក្នុងសង្គ្រាមបច្ចេកវិទ្យាទំនើបងាយនឹងខូចកុំព្យូទ័រអាចគាំង sensor អាចខូចដោយសារធូលីឬផក់ប៉ុន្តែ BM មកលេមួយគឺខុសគ្នាវាគ្រាន់តែជាឡានដឹកទំនិញដែលមានបំពង់ដែក40និងប្រព័ន្ធភ្លើងអគ្គិសនីសាមញ្ញដើម្បីដុតគ្រាប់រ៉ុកែតទីហ៊ានដែលមិនសូវមានការហ្វឹកហ្វឺនខ្ពស់ទេក៏អាចរៀនប្រើវាបានក្នុងរយៈពេលខ្លីបើឡានខូចជាងឡានធម្មតាក៏អាចជួសជុលវាបានដែរវាមិនទាមទារការថែទាំកម្រិតខ្ពស់ដោយប្រព័ន្ធ HIMARS របស់អាមេរិកឬ SESAR របស់បារាំងនោះនៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់នៃតំបន់ត្រូពិកដូចជានៅកម្ពុជា